តើអូនអាចចាប់ផ្ដើមបានណាអូនជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះគ្រប់ខ្ញុំធ្វើការប្រេសំណពីកត្តាដែលកែប្រែបានដែល associate ទៅជាមួយនឹង survival ទៅលើអ្នកដែលមានការយ៉ារ៉េសនៅក្រៅមន្ទីរពេទ្យនៅក្នុងតំបន់អាស៊ីដែលមានការណែនាំដោយលោកគ្រូគៀសុលេខប្រេសំដោយគ្រប់ទី6ដែលមានសមាជិក6នាក់ក្នុងនោះដែរចំណុចពួកខ្ញុំនិយាយមាន6ចំណុចធំដែលចំណុចទី1 introduction ខ្ញុំឈ្មោះហុងជីងជីងធ្វើការបកស្រាយដែលក្នុងនោះផងដែរមាន3ចំណុចតូចៗចំណុចទី1 background ដែលក្នុងការសិក្សាហ្នឹងគេបាននិយាយថាមានមនុស្ស50ទៅ60នៅក្នុងចំណោម 100,000 នាក់នៅក្នុងសកលលោកយើងហ្នឹងគឺមានការយ៉ារ៉េសនៅក្រៅមន្ទីរពេទ្យហើយចំពោះ survival rate នៅអាមេរិកក៏ដូចជានៅអឺរ៉ុបហ្នឹងមាន 7.5 ទៅ 10.8 ប៉ុន្តែនៅ Pan Asia មាន 5.4 អញ្ចឹង survival rate ទាំងអស់ហ្នឹងគឺអាស្រ័យទៅលើកត្តាដែលអាចកែប្រែបានកត្តាដែលអាចកែប្រែបានទាំងអស់ហ្នឹងនៅក្នុងតំបន់អាស៊ីគឺយើងអត់ដឹងទេប៉ុន្តែនៅប្រទេសមួយចំនួនដូចជាជប៉ុនកូរ៉េសិង្ហបុរីតៃវ៉ាន់គឺមានemergency medical service system ហ្នឹងគឺល្អប្រសើរជាងគេដែលក្នុងហ្នឹងមានដូចជា dispatcher assist CPR first responder universal dispatch ហើយប្រទេសទាំងអស់ហ្នឹងបើទោះបីជាពួកគាត់មានភាពល្អប្រសើរទៅនឹងmedical emergency service ហ្នឹងក៏ពិតមែនប៉ុន្តែក៏នៅតែមានភាពខ្វះខាតទៅលើ advanced life support ក៏ដូចជាការចាក់ Euro និងការធ្វើ intubation ចំពោះចំណុចបន្ទាប់ important ចំពោះប្រទេសកំពុងអភិវឌ្ឍមួយចំនួនហ្នឹងគឺពួកគាត់អត់ទាន់បានដឹងទេថាគួរតែ improve ទៅលើ advanced life support ឬមួយក៏ CPR training អញ្ចឹងកត្តាដែលអាចកែប្រែបានគឺសំខាន់មែនទែនដើម្បីឲ្យពួកគាត់អាចបង្កើតបានជា public policy ក៏ដូចជាបង្កើតបានជា strategy ល្អផ្សេងៗដើម្បី improve ទៅលើ outcome អ្នកដែលមានការយ៉ារ៉េសនៅក្រៅមន្ទីរពេទ្យសម្រាប់ចំណុចទី3ក្នុង introduction ដដែលហ្នឹងគឺជា goal នៅក្នុងការធ្វើ investigation របស់យើងហ្នឹងគឺដើម្បីទៅកំណត់នៅកត្តាដែលអាចកែប្រែបានដើម្បីឲ្យ survival rate អ្នកដែលមានការយ៉ារ៉េសនៅក្រៅមន្ទីរពេទ្យហ្នឹងល្អប្រសើរជាងមុននៅក្នុងតំបន់អាស៊ីចំពោះចំណុចបន្ទាប់មកខ្ញុំនឹងធ្វើការបកស្រាយបន្តសូមអរគុណជាថ្មីម្ដងទៀតសូមជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាចំពោះចំណុចទី2គឺ method ដែលត្រូវបាន present ដោយខ្ញុំឈ្មោះអៀងវីសានិងបងសុខធានីចំពោះចំណុច method នឹងដែរក៏មានចំណុចតូចៗចំនួន5នៅក្នុងនោះដែល 2.1 និយាយពី study design អញ្ចឹង study design របស់យើងជាប្រភេទ prospective international multi center cohort study ជា study by follow up ពីបច្ចុប្បន្នរហូតទៅដល់អនាគតជាលក្ខណៈអន្តរជាតិត្រូវបានចូលរួមពី researcher ជាច្រើនមកពីតំបន់ផ្សេងគ្នាបណ្ដាប្រទេសផ្សេងគ្នាក្នុងគោលបំណងតែមួយគឺរក exposure របស់យើងនឹងដែរគឺមានន័យថាអ្នកដែលគាត់មានកាត់យ៉ារ៉េសនៅក្រៅមន្ទីរពេទ្យដើម្បី improve ទៅលើ outcome របស់យើងឲ្យបានល្អប្រសើរជាងមុនmain focus គឺ focus ទៅលើអ្នកដែលគាត់មានការយ៉ារ៉េសនៅខាងក្រៅមន្ទីរពេទ្យនៅតំបន់ Asia Pacific ហ្នឹងហើយរយៈពេលដែលគេធ្វើ study ហ្នឹងគឺគេចាប់ផ្ដើមធ្វើពីខែមករាឆ្នាំ2009រហូតទៅដល់ខែធ្នូឆ្នាំ2012ដែល case មានចំនួនសរុបចំនួន 66,780 case មកពីបណ្ដាប្រទេស7ផ្សេងគ្នាហើយ study ហ្នឹងក៏អត់អាចទៅបានដែរបើសិនជាអត់មានការ approve ពី local ethic community ដែលជាអ្នក participate ជាមួយនឹង Paros community ហើយស្លាច់បន្តមកប្រាប់អ្នកទាំងអស់គ្នាថាតើអីទៅជា Paros ហ្នឹងគឺជា clinical network មួយដែលត្រូវបានបង្កើតឡើងដោយ EMS ដែលជាពាក្យកាត់របស់ Emergency Medical Service ដែលក្នុងនោះមាន airway support basic life support ជាដើមហើយនឹង emergency medicine ក្នុងគោលបំណងមួយដើម្បី improve ទៅលើ survival ទៅលើអ្នកដែលគាត់មានកាច់យ៉ារ៉េសនៅក្រៅមន្ទីរពេទ្យនៅក្នុង Asia Pacific ហើយ data ទាំងអស់ហ្នឹងគឺអត់ត្រូវបានគេចុះទៅ survey ផ្ទាល់ទេ data ទាំងអស់ហ្នឹងគឺត្រូវបានគេប្រមូលពីមជ្ឈដ្ឋានស្ថាប័នសំខាន់ចំនួន3គឺទី1ជា EMI report ទី2 hospital case report ហើយទី3គឺ electrical Paros platform ជា platform មួយរបស់ Paros community ហើយចឹងអីទៅជាកត្តាដែលអាចកែប្រែបានចំពោះអ្នកជំងឺដែលគឺមានកាយ៉ារ៉េសនៅក្រៅមន្ទីរពេទ្យហ្នឹងអញ្ចឹងកត្តាដែលអាចកែប្រែបានមានដូចជាទី1គឺអ្នកដែលគាត់ធ្វើ CPR ផ្ទាល់ហើយអ្នកដែលគាត់ប្រើឧបករណ៍ defibrillator ហើយទី2គឺតកតងជាមួយនឹង machine defibrillator ដែលមាននៅខាងក្រៅមន្ទីរពេទ្យដូចជាតាមទីសាធារណៈជាដើមហើយ EMI response time ហ្នឹងមានន័យថា
អ្នកដែលគាត់ធ្វើ CPR ហ្នឹងគាត់ធ្វើ CPR ឲ្យបានរហ័សហើយអ្នកជំងឺបែកមកដឹងខ្លួនវិញក្នុងរយៈពេល8នាទីទៅជាង8នាទីជៀសវាងមាន complication អីមួយអាចកើតឡើងហើយតកតងជាមួយនឹង admin life support ហ្នឹងមានន័យថាគាត់មាន oxygen គ្រប់គ្រាន់ក្នុងការជួយជំងឺគាត់អាច intubation បានតារាង administration ហ្នឹងមានដូចជាពពួកថ្នាំ epinephrine ជាដើមចុះក៏តែដែលអត់អាចកែប្រែបានតែតកតងជាមួយនឹង out of hospital កាត់យ៉ាដែរហ្នឹងមានអីវិញខ្លះមានដូចជាមួយតកតងជាមួយនឹងអាយុអ្នកជំងឺដែលគាត់ច្រើនជាង65ឆ្នាំគាត់មានជំងឺប្រចាំកាយមកជាមួយនឹង myocardial infarction អីជាដើមក៏វាតកតងជាមួយនឹង survival របស់អ្នកជំងឺទៅលើការជួយ resuscitation ដែរbystander witness arrest មានន័យថាគាត់គ្រាន់តែជាសាក្សីមួយដែលគាត់បានឃើញអ្នកដែលគាត់កំពុងធ្វើ CPR ហ្នឹងនៅចិត្តអ្នកជំងឺដែលគាត់មានការ arrest ហើយគាត់អត់អាចចេះប្រើទៅលើម៉ាស៊ីន AED អញ្ចឹងគាត់គ្រាន់តែជាសាក្សីប៉ុណ្ណោះគាត់អាចជួយអីបានភាគរយដែលអ្នកជំងឺដឹងខ្លួនក៏វាយឺតទៅតាមនោះដែរមួយទៀតគឺ initial cardiac arrest មានន័យថាអ្នកជំងឺដែលគាត់មាន shockable non-shockable rim អាហ្នឹងអញ្ចឹងកត្តាទាំង3ហ្នឹងគឺវាមិនមែនថាអត់អាចកែប្រែទាំងស្រុងទេវាអាចកែប្រែទាំងបានខ្លះដែរក៏ប៉ុន្តែ survival របស់អ្នកជំងឺហ្នឹងគឺទាបមែនតើអញ្ចឹងparticipant មួយណាបែបមិនខ្លះដែលគេរួមបញ្ចូលទៅក្នុង study មួយហ្នឹងហើយបែបណាខ្លះដែលគេ exclusion ចេញអញ្ចឹងចំពោះ case report ទាំងអស់ដែលមានកាត់យ៉ាក់អរ៉េសនៅក្រៅមន្ទីរពេទ្យដែលមកពីបណ្ដាប្រទេសដូចជាជប៉ុន សិង្ហបុរី South Korea ម៉ាឡេស៊ី ថៃវ៉ាន់ប្រទេសថៃនិងឌូបៃហ្នឹងគឺត្រូវបានគេយកមកជាប្រមូលចូលហើយចំពោះ adult ដែលមានអាយុលើសពី18ឆ្នាំដែលគាត់មានកាត់យ៉ាក់អរ៉េសនៅក្រៅមន្ទីរពេទ្យហើយនឹងadult ដែលគាត់អត់មាន traumatic cost ដូចអ្នកជំងឺដែលគាត់មានការលងទឹកអីជាដើមហ្នឹងក៏គេរាប់បញ្ចូលដែរហើយអ្នកណាខ្លះដែលគេ exclusion ចេញ exclusion មានដូចជាពេលយទីដែលគាត់មានអាយុតូចជាង18ឆ្នាំ case ដែល not transport by EMS មានថាគាត់ធ្វើ CPR ហើយគាត់អត់បានបញ្ជូនដល់ EMS ទេគាត់បញ្ជូនទៅ clinic ឯកជនអីជាដើមហ្នឹងក៏គេអត់រាប់ចូលដែរហើយកាត់យ៉ាង rest ដែលតកតងជាមួយនឹង traumatic cost ដូចគាត់មានtraffic accident អីក៏គេអត់រាប់បញ្ចូលដែរចំពោះស្រាយបន្ទាត់គឺសូមឲ្យបងចានីជាអ្នកមកស្រាយសូមអរគុណលោកគ្រូជាដំបូងសូមជម្រាបសួរលោកគ្រូសួស្តីដល់អ្នកនរគ្នាខ្ញុំឈ្មោះសុកចានីនៅធ្វើ present report អញ្ចឹងចំណុច2.4 outcome measurement គឺជាលទ្ធផលរំពឹងទុករបស់ Paros study មាន2គឺ primary outcome គឺជាលទ្ធផលចម្បងលទ្ធផលសំខាន់របស់វាគឺអ្នកជំងឺដែលsurvive ពីមន្ទីរពេទ្យរហូតដល់បាន discharge គឺក៏អ្នកជំងឺដែល survive ពីមន្ទីរsurvive បន្ទាប់ពីចេញពីមន្ទីរពេទ្យរយៈពេល30ថ្ងៃហើយសម្រាប់មួយទៀតគឺ secondary outcome គឺលទ្ធផលបន្តបន្សំគឺនិយាយពីសភាពរបស់អ្នកជំងឺដែល survive គាត់អាចមាន neurological problem ដែលគេគិតតាម CBC score អានេះគឺជា cerebral performance category ដែល CBC score ទី1គឺគាត់អាចធម្មតាទី2គាត់អាចមក impairment ទី3ដល់ទី5អាច moderate severe ឬក៏អាចថាគាត់ជាមនោរូបជាតិហើយសម្រាប់ outcome ហ្នឹងហើយសម្រាប់ outcome នឹង assess ពី discharge ពីពេទ្យឬក៏ព្យាបាលអ្នកជំងឺហ្នឹងនៅព្យាបាលនៅមន្ទីរពេទ្យរយៈពេល30ថ្ងៃចឹងសម្រាប់ primary data analysis គឺជា data analyze ចម្បងដែលគេចង់ describe ពី data analyze រវាង modified factor ហើយនិង survival outcome ចឹងទី1មាន missing data ដែលគេនិយាយពី case ដែលបាត់លទ្ធផលគេចាត់ទុកថាវាជា non survivor ដែលអ្នកជំងឺហ្នឹងគាត់អាចស្លាប់ទៅចឹងហើយទី2គឺ response time អាចទៅជាងឬស្មើ1នាទីឬក៏ធំជាង1នាទីហេតុអីក៏គេគិត1នាទីដើម្បីបង្ហាញពី survivor rate របស់អ្នកជំងឺបន្ទាប់ពីគាត់ត្រូវបានធ្វើ CPR រយៈពេល3នាទីឬឧទាហរណ៍បើសិនជាឡានពេទ្យទៅដល់ហ្នឹងទៅជាង1នាទីអញ្ចឹង survival rate របស់អ្នកជំងឺហ្នឹងអាចខ្ពស់បើសិនជាខ្ពស់ជាង1នាទីអាចទៅដល់10នាទីអីចឹង survival របស់គាត់ហ្នឹងអាចទាបហើយសម្រាប់ទី3គឺ predictor និយាយពី factor របស់អ្នកជំងឺ factor របស់អ្នកជំងឺអាយុរបស់គាត់បើសិនជាគាត់អាយុ60ឆ្នាំដែរ outcome របស់គាត់ហ្នឹងរៀង low
hay bystander cardiac arrest គឺសម្រាប់bystander CPR សម្រាប់cardiac arrest ត្រូវការ CPR ភ្លាមហើយសម្រាប់hospital defibrillation event airway drug administration បើសិនជាឡានពេទ្យទៅលឿនអញ្ចឹងគាត់អាច survival rate របស់គាត់ហ្នឹងអាចខ្ពស់ហើយបើសិនជាអាចយឺតអញ្ចឹងគាត់អាចស្លាប់បានដែរហើយសម្រាប់ data នេះcollect ពី EMS system hospital care report ហើយនិង electronic parole platform ចឹងសម្រាប់ EMS system គឺមាន3គឺសម្រាប់ Malaysia ហើយនិង Thailand គឺគេប្រើ hospital base ដោយយក data ពី land page ជប៉ុនកូរ៉េfire department base ពីលក្ខណៈគីភ័យហើយនិងសម្រាប់សិង្ហបុរីតៃវ៉ាន់ហើយនិងអារ៉ាប់គឺគេយកទាំងពីរចុះចំណុចរបស់ខ្ញុំអត់ត្រឹមនេះហើយមកខ្ញុំនឹងបន្តបាទអរគុណបងចាន់នេះអញ្ចឹងជាថ្មីម្ដងទៀតខ្ញុំឈ្មោះសម្បត្តិសូមជម្រាបសួរលោកគ្រូហើយនិងសួស្តីមិត្តភក្តិទាំងអស់គ្នាដែលថ្ងៃនេះដែរនឹងខ្ញុំនឹងបកស្រាយទៅក្នុងចំណុចទី3គឺ result អញ្ចឹងតើទៅនឹង slide នេះគឺខ្ញុំនឹងបកស្រាយអ្នកទាំងអស់គ្នាតើទៅនឹង study ដែលគេបានសិក្សាហ្នឹងអញ្ចឹងតើទៅនឹងការសិក្សាហ្នឹងគឺគេធ្វើការសិក្សារយៈពេល4ឆ្នាំពេញគឺចាប់ពីខែមករា2009រហូតដល់ខែធ្នូ2012ដែលចំនួនអ្នកដែលគេយកមកសិក្សាសរុបហ្នឹងគឺមាន 66,780 នាក់ប៉ុន្តែក្នុងចំណោមអ្នកដែលគេយកមកសិក្សាទាំងអស់ហ្នឹងដូចតែគ្នាខ្ញុំបាននិយាយមុខមកអញ្ចឹងថាគេexclude ចោលអ្នកដែលគាត់មានអាយុតូចជាង8ឆ្នាំទី2ក្នុងករណីដែលគាត់មានcardiac arrest ដោយសារតែ traumatic ទី3អ្នកដែលគាត់មិនមែនជា emergency case ហើយនៅទី4អ្នកដែលគាត់ missing data អីផ្សេងទៀតអញ្ចឹងចំនួនអ្នកគេដកចោលហ្នឹងគឺដកចោលអស់ចំនួន 115 ករណីបាត់ហើយអញ្ចឹងអ្នកដែលនៅសល់គឺគេយកមកសិក្សាតែ56,755 នាក់ទេដែលមានប្រទេសនៅក្នុង Pan-Asia របស់យើងតាម7ប្រទេសដែលគេចូលរួមយកមកសិក្សាហ្នឹងអញ្ចឹងអ្នកដែលគេយកមកសិក្សាហ្នឹងក្នុងរយៈពេល4ឆ្នាំដែលគេយកមកសិក្សាហ្នឹងគឺគេឃើញថាអ្នកដែលគាត់ស្លាប់ដោយសារតែ cardiac arrest ហ្នឹងគឺមានច្រើនមែនតើរហូតដល់ 53,122 នាក់ហើយក្នុងនោះដែរអ្នកដែលគេ miss ព័ត៌មានបានន័យថាគេរកព័ត៌មានអត់ឃើញគឺមាន341នាក់ចំណែកឯអ្នកដែលគាត់នៅរស់ក្រោយពី cardiac arrest 30ថ្ងៃក្រោយហ្នឹងគឺមានតែ3,312នាក់តែប៉ុណ្ណោះហើយក្នុងនោះក៏មានអ្នកដែលគាត់ missing data ចំនួន106នាក់ដែរហើយអ្នកដែលគាត់នៅរស់ហ្នឹងណាគឺគាត់រស់ក្រោយពី cardiac arrest 30ថ្ងៃហ្នឹងហើយក៏មិនមែនគាត់រស់មកដូចមនុស្សធម្មតារបស់យើងទាំងអស់ដែរអ្នកដែលគាត់ cerebral performance ល្អគឺបន្ទុកពី3ទៅ4បន្ទុកគឺបានន័យថា cerebral performance របស់គាត់អត់ទៅល្អទេគឺមានរហូតដល់ 1,503 នាក់ហើយអ្នកដែល cerebral performance របស់គាត់ល្អគឺបន្ទុកចន្លោះពី1ទៅ2គឺមាន 1,703 នាក់ហ្នឹងហើយហើយនេះគឺជាព័ត៌មានបន្ថែមដែលគេឲ្យនៅក្នុងការ study ហ្នឹងគឺឃើញថាអ្នកដែលគេយកមកសិក្សាមានអីភាគច្រើនគឺ72ឆ្នាំហើយអ្នកដែលគេយកមកសិក្សាហ្នឹងគឺភាគច្រើនជាបុរសដែលមានរហូតដល់ 59.6% ចំណែកឯ cardiac arrest ដែលកើតឡើងទាំងអស់ហ្នឹងគឺភាគច្រើនគឺកើតឡើងនៅផ្ទះរហូតដល់ 68.8% ហើយក្នុងចំណោម 68.8% ហ្នឹងគឺមាន 57.1% ដែលគាត់មាន cardiac arrest ហើយអត់មានអ្នកដែល witness នៅជាមួយគាត់ទេហើយក្នុងចំណោមដែលគាត់ cardiac arrest ទាំងអស់ហ្នឹងគឺតើទៅនឹងrim របស់គាត់គឺយើងចែកចេញជាពីរទៅអត់មាន non shockable rim ហើយនិង shockable rim អញ្ចឹងអ្នកដែលគាត់កើតឡើងទាំងអស់ហ្នឹងគឺភាគច្រើនជាប្រភេទ non shockable rim ដែលមានច្រើនមែនតើរហូតដល់ 87.6% ហើយសម្រាប់អ្នកដែលគាត់ cardiac arrest ទាំងអស់ហ្នឹងអ្នកដែលគាត់ទទួលបាន CPR ពី bystander គឺមានតិចមែនតើតែ 39.3% ទេហើយអ្នកដែលគាត់ទទួលបានbystander circulation ហ្នឹងគឺហត់តិចទៀតហើយមានតែ 0.6% ទេចំណែកឯអ្នកដែលគាត់បានមកគឺ6នាទីអញ្ចឹងឃើញថាល្អមែនតើដូចតែខ្ញុំបាននិយាយអញ្ចឹងធ្វើមិនក្រោម8នាទីអញ្ចឹងឃើញថាមានរបស់វាគឺ6នាទីបានន័យថាល្អហើយអញ្ចឹងតើទៅនឹងចំណុចនេះគឺ
វាជា statistic ដែលគេសិក្សានៅក្នុង study របស់យើងគឺអាស្រ័យនេះគឺសំខាន់មែនតើអញ្ចឹងជាដំបូងយើងអាចទៅមើលអាកន្លោនខាងលើបានតើតើទៅនឹង keyword ដែលខ្ញុំបានដាក់ខាងលើហ្នឹងអញ្ចឹងទី1គេចង់និយាយពី OO ហើយនឹង CI អញ្ចឹង OO ហ្នឹងគឺជាអី OO ពេញរបស់វាគឺជា O.show អញ្ចឹងបានន័យថាបើសិនជាក្នុងករណីដែលលទ្ធផលវាចេញមកតូចជាង1បានន័យថាអា modifiable factor របស់យើងហ្នឹងទាំងអស់ហ្នឹងគឺវា less effective ឬក៏ less likely ដែលវា expose ជាមួយនឹង outcome របស់យើងបានន័យថាឧទាហរណ៍ថាបើសិនជា bystander CPO ហ្នឹងគឺវាទៅជាមួយអញ្ចឹងបានន័យថាការធ្វើ CPO ហ្នឹងវាអត់សំខាន់ឬក៏អត់ affect ទៅលើ result របស់យើងតទៅនឹង cardiac arrest ទេប៉ុន្តែបើសិនជាក្នុងករណីដែលO.show វាស្មើមួយវិញអញ្ចឹងបានន័យថាទោះជាយើងធ្វើ CPO ក៏អ្នកជំងឺនឹងនៅតែ cardiac arrest ទោះតែយើងអត់ធ្វើក៏ cardiac arrest ដែរប៉ុន្តែបើសិនជាក្នុងករណីដែលលទ្ធផល OO របស់យើងធំជាងមួយវិញបានន័យថា modifiable factor ទាំងអស់របស់យើងហ្នឹងគឺវានឹងអាច increase survival rate របស់អ្នកជំងឺដែលគាត់មាន cardiac arrest អាហ្នឹងតទៅទៅនឹង OO ហើយទី2តទៅទៅនឹង CI តទៅទៅនឹង CI ពាក្យពេញរបស់វាគឺ confidence interval ដែលជាទូទៅគេយក 85% នៃ confidence interval យកមកសិក្សាអញ្ចឹងកាលណាបើសិនជា CI វាតូចជាង1អញ្ចឹងបានន័យថាresult របស់គាត់លទ្ធផលរបស់គាត់ដែលយកមកសិក្សាហ្នឹងគឺ significant ប៉ុន្តែគ្រាន់តែវា less significant អញ្ចឹងអាហ្នឹងយ៉ាងតម្លៃវាទៅជាមួយប៉ុន្តែបើសិនជាក្នុងករណីរបស់វាចន្លោះពី0ទៅ1ចុចវិញបានន័យថាវា cross 1ហើយអញ្ចឹងកាលណាបើវា cross 1បានន័យថាតម្លៃហ្នឹងគឺវាអត់ significant តទៅនឹងការ study របស់យើងទេប៉ុន្តែបើសិនជាក្នុងករណីដែលវាធំជាង1អញ្ចឹងបានន័យថា result របស់យើងគឺ significant ហើយ high significant ទៀតអាច 95% confidence interval ឬក៏លើស 95%នៃ confidence interval អញ្ចឹងអាហ្នឹងយើងយកពី keyword ខាងលើហើយមិនយើងចូលមកមើលកន្លោនខាងក្រោមរបស់យើងអញ្ចឹងតើទៅនឹងកន្លោនខាងក្រោមរបស់យើងមើលអា modify factor 3លើតើទៅនឹង bystander CPR តើទៅនឹង out of hospital defibrillation ហើយនឹងតើទៅនឹង response time ដែលទៅជាង8នាទីហ្នឹងយើងមើលតម្លៃ OO ទៅគឺឃើញថាវាពិតជាធំជាង1មែនចំណាយ ICI របស់វាគឺចន្លោះរបស់វាគឺធំជាង1ទាំងអស់អញ្ចឹងបានន័យថាអា3ខាងលើហ្នឹងគឺវាពិតជា positive associate ជាមួយនឹង outcome ដែល cardiac arrest ដែលជា cardiac arrest របស់យើងមែនអញ្ចឹងអាហ្នឹង3លើគឺវាពាក់ព័ន្ធអញ្ចឹងហើយចំណែកអាក្រោមវិញតទៅទៅនឹងទី4តទៅទៅនឹង out of hospital advanced airway ហ្នឹងគឺយើងឃើញថា OO របស់វាគឺ 0.73 បានន័យថាវាតូចជាង1អញ្ចឹងបានន័យថាតម្លៃ OO ហ្នឹងគឺវា less associate វា less likely to associate ជាមួយនឹង outcome របស់យើងដែលជា cardiac arrest ណាចំណែក ICI វិញគឺវាចន្លោះពី 0.67 ទៅ 0.80 ហ្នឹងបានន័យថាវា significant ប៉ុន្តែគ្រាន់តែ less significant វាអត់ទៅសំខាន់តាក់ទងទៅនឹង outcome របស់យើងទេអញ្ចឹងបានជាលទ្ធផលគេដាក់ថា negatively associated ហើយចំណែកឯចុងក្រោយវិញតាក់ទងទៅនឹង out of hospital drug administration អញ្ចឹងអាតម្លៃត្រង់ហ្នឹងគឺបើគេនិយាយតាក់ទងទៅនឹង OO គឺវាតូចជាង1គឺ 0.93 បានន័យថាវាអត់សំខាន់តាក់ទងទៅនឹងoutcome របស់យើងទេចំណែក ICI វិញ 95%នៃ CI ហ្នឹងគឺបានន័យថាដូចខ្ញុំនិយាយចឹង CI បើកាលណាវា cross 1វាឆ្លងកាត់1បានន័យថាវាអត់ significant ទេអញ្ចឹងបានជា outcome របស់យើងគេនិយាយថាវា not significant ជាមួយនឹង outcome របស់យើងហ្នឹងហើយអញ្ចឹងស្លាយហ្នឹងខ្ញុំចង់បញ្យល់ប៉ុណ្ណឹងហើយតាក់ទងទៅនឹងស្លាយបន្ទាប់ចុងក្រោយរបស់ខ្ញុំនេះគឺគេគ្រាន់តែសរុប outcome របស់យើងមកថាតាក់ទងទៅនឹងការសិក្សាតាក់ទងទៅនឹង out of hospital cardiac arrest ដោយឆ្លងកាត់ទៅលើសមាគម Pan Asia Resuscitation Outcome Study ហ្នឹងគឺគេឃើញថាវាមានការប្រែប្រួលពី 1.6% ទៅ 9.8% ហើយមានរបស់វាមាន survival របស់វាគឺ 5.8% អញ្ចឹងយើងឃើញ result ចុងក្រោយគឺវាពិតជាមានការប្រែប្រួលមែនតើអញ្ចឹងអាហ្នឹងវាល្អនៅក្នុងការ study មួយហ្នឹងអញ្ចឹង slide របស់ខ្ញុំគឺចប់ប៉ុណ្ណឹងដែល slide បន្ទាប់ខ្ញុំនឹងបន្តឲ្យមិត្តភក្តិខ្ញុំបន្តទៀតអរគុណច្រើនលោកគ្រូអញ្ចឹងអរគុណបងសម្រាប់គឺដំបូងសូមជម្រាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាចំពោះចំណុចខ្ញុំនិយាយពី discussion អញ្ចឹងបើយើងទៅតាម result ដែលបងសម្រាប់គាត់បកស្រាយមុនហ្នឹងយើងបង្ហាញនៅតម្លៃនៃ O.show បាន finding នៅ positive factor និង negative factor ដែល associate ជាមួយនឹង out hospital cardiac survival អញ្ចឹងចំពោះ positive factor វាមាន bystander CPR និង out of hospital defibrillation ដែលវា improve នៅ survival
ប៉ុន្តែការប្រើប្រាស់នៃ out hospital defibrillation ហ្នឹងវាមានការលោក្នុងការប្រើប្រាស់ហើយកន្លែងនេះដែរខ្ញុំចង់បញ្ជាក់ថាវាBachelor the CPR and out of hospital defibrillation ហ្នឹងវាពិតជា signification improve survival 1.43 ចំពោះ Bachelor ហើយ out of hospital defibrillation 2.31 ដងបើធៀបនឹងអ្នកដែលបានអនុវត្តហ្នឹងហើយចំពោះ emergency medical service វិញវាពិតជា stronger នៃ positive associate 1.52 ដងអ្នកដែលបានទទួលនៅ emergency medical service ក្នុងរយៈពេលតូចជាងឬក៏ស្មើនឹង8បើធៀបនឹងអ្នកដែលបានឆ្លើយតបជាមួយនឹង emergency medical service ហ្នឹងធំជាងឬក៏ស្មើ8ហ្នឹងហើយចំពោះ negative factor ក៏វាតូនៅការបង្ហាញនៃតម្លៃ aerosol នៃ design ដែរដោយសារចំពោះ out of hospital advanced airway ហ្នឹងគឺវា associate to the survival ដោយសារនៅពេលតកតមួយជាមួយនឹងតម្លៃនៃ aerosol វាតែ 0.13% ប៉ុណ្ណោះចឹងវា less likely associated ហើយចំពោះ regional comparison វិញចឹង survival rate វាមានការប្រែប្រួល 1.6% នៅក្នុងប្រទេសម៉ាឡេស៊ីហើយប្រៀបធៀបនឹង 9.8% នៅក្នុងប្រទេសកូរ៉េកន្លែងហ្នឹងសរុបជារួមទៅវាបានផលិតនៅ confounding factor ហ្នឹងដោយសារតែតកតងទី1 bystander CPR rate ហ្នឹងចំពោះនៅកូរ៉េគឺការប្រើប្រាស់វាជាសកល 70 ទៅ 80% ហើយបើប្រៀបធៀបជាមួយម៉ាឡេស៊ីវាតែ 20 ទៅ 30% ប៉ុណ្ណោះហើយចំពោះ public defibrillation យុវជនចំពោះនៅកូរ៉េការប្រើប្រាស់វាញឹកញាប់វាទូលំទូលាយក្នុងការប្រើប្រាស់ប៉ុន្តែនៅក្នុងប្រទេសម៉ាឡេស៊ីមានការកំណត់នៅឡើយតែអត់ទាន់បាន training ត្រឹមត្រូវឬក៏អត់បាន training ត្រឹមត្រូវឬក៏តកតងជាមួយនឹងរចនាសម្ព័ន្ធនៅកន្លែងម៉ាឡេស៊ីហ្នឹងវា improve ដែរប៉ុន្តែវាមានការយឺតយ៉ាវហើយចំពោះនឹងចំណុចមួយទៀតតកតងជាមួយនឹង emergency medical service response time ចឹងចំពោះកូរ៉េយើងដឹងហើយថានៅពេលដែលឡានអាហ្នឹងកន្លែងចំណុចហ្នឹងគឺនិយាយតកតងជាមួយនឹងនៅពេលដែលឡានសង្គ្រោះមកដល់វាអាចទៅជា7នាទីបើប្រៀបធៀបនឹងក្នុងទីក្រុងនៅប្រទេសកូរ៉េប៉ុន្តែចំពោះនៅប្រទេសម៉ាឡេស៊ីវាធំជាង10នាទីអាចនៅទាំងទីក្រុងហើយនៅជនបទហើយfactorមួយទៀតគឺដោយសារតែ post anesthesia អញ្ចឹងនៅក្នុងកូរ៉េវា specialize វាមានតែ center ប៉ុន្តែនៅក្នុងម៉ាឡេស៊ីវា viral burst អញ្ចឹងវាមាន viral burst ហ្នឹងមានថាវាអត់ទាន់ standard ត្រឹមត្រូវទេអញ្ចឹងយើងត្រូវតែមានការ improve ទៅលើការប្រើទៅលើ improve នៅក្នុងមន្ទីរពេទ្យឬក៏ទាំងជនបទទាំងនៅខេត្តនៅម៉ាឡេស៊ីហ្នឹងហើយចំពោះចំណុចបន្ទាប់តកតងជាមួយនឹង limitation conclusion recommendation លក្ខណៈគាត់ជាអ្នកបកស្រាយអរគុណលោកគ្រូចា៎សម្រាប់នេះខ្ញុំជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាម្ដងទៀតខ្ញុំចំណុចរបស់ខ្ញុំនិយាយពី limitation ដែល limitation របស់ខ្ញុំនេះគឺវាជា not prospective interventional trial ដែលថាការសិក្សា population របស់យើងមានប្រទេសជប៉ុន 75% ហើយនៅក្នុង 75% នេះដែរក៏មានការmiss ចំនួន 0.58% ហើយទោះបីជាបាត់បង់ទោះបីជា miss នៅ 0.8% នឹងក៏ពិតមែនប៉ុន្តែវាបាត់បង់តិចតួចអញ្ចឹងវាអត់មានប៉ះពាល់ទៅដល់រីសារបស់យើងនឹងទេហើយចំពោះ advanced airway insert and drug admission នេះគឺជា negative associated បានន័យថាវា low survival ដូចដែលរីសាខាងលើបាននិយាយចឹងហើយអញ្ចឹងហើយ survival ឬមួយក៏ survival with good neurological outcome ហ្នឹងវាអាស្រ័យទៅលើ basic life support ល្អរបស់យើងហើយចំពោះចំណុច conclusion វិញគឺសរុបមកវិញការសិក្សារបស់យើងនេះគឺជាប្រភេទបែប prospective multi center cohort study ដើម្បីឲ្យគោលដៅហ្នឹងទៅដើម្បីកំណត់ទៅលើកត្តាដែលអាចកែប្រែបានវាផ្សារភ្ជាប់ទៅនឹង survival ឲ្យបានល្អប្រសើរទៅនឹងអ្នកដែលមានខយៈអ្វីនៅក្រៅមន្ទីរពេទ្យនៃ Pan Asian
ហើយលទ្ធផលនៃការសិក្សានៅក្នុងParos community វាប្រែប្រួលអាហារពី 1.6% ទៅ 9.8% ដែលមានរបស់វាមាន 5.8% ហើយការពិភាក្សាសង្កេតឃើញថា bystander CPR ជាមួយនឹង public registration នឹងវា improve survival ប៉ុន្មានប៉ុន្តែការប្រើប្រាស់នឹងវាមានកំណត់វាត្រឹមតែ 0.6% ទេអញ្ចឹងវាទាបអញ្ចឹងដូច្នេះហើយក្រុមរបស់ខ្ញុំខ្ញុំនេះ recommend ចំនួនមានការ recommendation ចំនួន 2 ដែលទី1គឺតកតជាមួយនឹង short education ហើយជាមួយនឹងdefibrillator machine ដែលទី1 short education គឺចង់មានការណែនាំក៏ដូចជាចង់មានការក៏ដូចជាចង់មាន poster ឬក៏ដូចជាការណែនាំការបង្រៀនការយល់ដឹងទៅដល់អ្នកដែលក៏ដូចជានៅជនបទនៅទីជំជនអីផ្សេងៗដែលនៅតាមទីពេទ្យនឹងឲ្យគាត់ដឹងពីការbystand CPR នឹងធ្វើរបៀបមកសង្កត់ត្រង់ណាការកំប្រេះនឹងកំប្រេះមិនមែនអីមិនមែនហើយយល់ដឹងពីការប្រើប្រាស់នៃ defibrillator machine នឹងឲ្យបានច្បាស់ហើយគួរតែមានAED នឹងនៅតាមមន្ទីរពេទ្យដូចជាទីប្រជុំជនទីសាធារណៈដើម្បីនៅពេលដែលគាត់មានតែអារេនៅតាមមន្ទីរពេទ្យនឹងយើងអាចជួយគាត់បានទាន់ពេលវេលាហើយចំពោះចំណុច recommendation នេះក៏យើងនៅក្នុង case study របស់យើងនេះក៏យើងអាចយកមកឲ្យ apply នៅប្រទេសកម្ពុជាយើងបានដូចគ្នាដោយសារតែប្រទេសកម្ពុជាយើងដូចជាការធ្វើ CPR ការយល់ដឹងនៃការធ្វើ CPR របៀបទៅជាការប្រើប្រាស់ម៉ាស៊ីន defibrillator machine ហ្នឹងគឺយល់ដឹងនៅមានកម្រិតអត់ទាន់មានកម្រិតទេអញ្ចឹងយើងគួរតែមានក៏ដូចជាវីដេអូអីណែនាំគាត់ដើម្បីឲ្យimprove នៅអ្នកដែលមានអច្ចរៈនៅក្រៅមន្ទីរពេទ្យនឹង survival ជាងមុនហើយចំណុចរបស់ហើយនេះគឺជា reference របស់ក្រុមយើងខ្ញុំហើយអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាក្នុងការស្ដាប់ presentation របស់ពួកខ្ញុំខ្ញុំអរគុណអូខេអូនសូមអរគុណច្រើនអូនហ្នឹងហើយការ presentation របស់អូនល្អគ្នាយើងមានការ improve ច្រើនហើយ slide ក៏ល្អប៉ុន្តែអូនសុំទៅកន្លែង conclusion តិចអូនចុច slide ដូចជាទី20ប្រហែលនេះហ្នឹងហើយខ្ញុំដូចជាបានជម្រាបណែនាំបងប្អូនទាំងអស់គ្នាប្រហែលជា 4-5 ដងហើយកន្លែង conclusion ណាពាក្យថា conclusion មានន័យថាសង្ខេបឬក៏យើងសំយោគនៃរបស់ article ឬក៏តែឬក៏ចំណុចសង្ខេបចុងក្រោយ summarize ប៉ុន្តែ conclusion របស់អូនមើលឡើងវិញអូនឃើញទេ conclusion របស់អូនទៅជាដាក់ខុសដាក់ទៅចង់និយាយថាវាអត់ត្រូវ conclusion ដូចខ្ញុំប្រាប់អញ្ចឹងក្រុមក្រោយសូមកុំឲ្យមានអញ្ចឹងទៀតណា conclusion មានន័យថាសង្ខេបឬក៏ summarize ចុងក្រោយអត្តន័យរបស់តែយើងរបស់ article របស់យើង journal របស់យើងអញ្ចឹងអូនកន្លែង prospective cohort study នេះមិនបាច់ដាក់មកទេវាមិនមែនជាវាមិនមែន conclusion ទេមិនមែនសង្ខេបទេតែបើសិនជាអូន presentation article តែរបស់អូនក្នុងអន្តរជាតិឬក៏ក្នុងជាតិអីកុំដាក់មកអញ្ចឹងខ្ញុំចង់ជម្រាបថា conclusion គឺការ summarize ចុងក្រោយ prospective cohort study អត់ដាក់មកទេអាហ្នឹងវាជាគេហៅថា methodology method នៃការសិក្សារបស់យើងជាប្រភេទ retrospective prospective ឬក៏ជាប្រភេទអីអញ្ចឹងណាហើយអាហ្នឹងកាលណាយើង presentation គេដឹងហើយមិនបាច់មក conclusion ប្រាប់គេទេអានេះវាខុសពី take home message ដែលយើងទៅ presentation នៅក្រៅយើងនិយាយពីមេរៀនមួយគឺយើងអាចនិយាយបានថាយើងដាក់ home message ប្រាប់គេតែ article journal ឬក៏ thesis ដែលអូនឯងថ្ងៃក្រោយឆ្នាំក្រោយ 2 ឆ្នាំទៀតអូនឯងត្រូវ presentation ធ្វើតែហ្នឹងត្រូវចាំថា conclusion គឺសង្ខេបអត្តន័យរបស់តែយើងអញ្ចឹង prospective cohort study លុបចោលអត់មានត្រូវនៅ conclusion ហ្នឹងទេហើយបន្ទាប់មក to identify ក៏អត់ត្រូវដែរដើម្បីទៅ identify អីគេទៀត
ព្រោះវាជា conclusion សេចក្តីបញ្ចប់អញ្ចឹងអូន result ក៏អត់ត្រូវដាក់មកដែរ result out hospital survival អីចឹងអត់ទេ discussion ក៏អត់មកដាក់ញ៉ៃញ៉ៃដែរ conclusion របស់អូនបើខ្ញុំស្ដាប់មើលមកត្រួសណា conclusion របស់អូននេះគឺគេចង់និយាយអំពីគេហៅថាsurvival out hospital នេះនៅប៉ង់អាស៊ីនៅអាស៊ីយើងនេះតើវាយ៉ាងម៉េច survival កាត់ចាក់ arrest ក្រៅពេទ្យមិនអីមិនអញ្ចឹងអូនឯងលើកដំបងរបស់យើងមកឧទាហរណ៍ក្នុងករណី conclusion ចុងក្រោយឃើញអ្នកស្លាប់នៅផ្ទះច្រើនណែឃើញទេ home អូនឯងចុចទៅដំបង slide ដំបងតិចមកណែចុចទៅក្រោយហ្នឹងហើយតាមពិតអាហ្នឹងវា link ជាមួយនឹង discussion result ដែលយើងរកឃើញអញ្ចឹងពីក្រោយទៀតអញ្ចឹង conclusion ចុងក្រោយអូនត្រូវបូកមកទាំងអស់តើ conclusion ចុងក្រោយអីគេខ្លះទៀតទៅក្រោយទៀតអូនទៅក្រោយទៀតហ្នឹងហើយខ្ញុំចង់ជម្រាបប្រាប់ពី slide ហើយនឹងការ design របស់អូនគឺស្អាតបើនិយាយទៅថា cute ណាហ្នឹងហើយអានេះខ្ញុំមិនដឹងតែខ្ញុំចូលចិត្ត slide អញ្ចឹងទេណាខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំចូលចិត្ត slide ដែល catching មានន័យថាពេលដែលយើងមើលទៅត្រជាក់ភ្នែកស្រួលមើលហើយដោយបងប្អូនមុនយើងទៅសេ slide មកយើងទៅសេប៉ាណាប៉ាដីចង់10 ត្រេដាក់មកចង់10 ត្រេធ្វើឲ្យអ្នកមើលនឹងចង់បែកភ្នែកណាហើយយើងអត់ដឹងនិយាយពីអីទេអញ្ចឹងបើអូនធ្វើបានប៉ុណ្ណឹងអូនបន្តធ្វើថ្ងៃក្រោយទៀតអូនទៅ presentation ក្នុងស្រុកឬក៏ក្រៅស្រុកអូនព្យាយាមធ្វើឲ្យបានល្អធ្វើឲ្យវាខ្លីតែខ្លឹមហើយទៅសេបើកចង់និយាយថាវាមានត្រេclear អូនទៅមុខតិចទៀតហ្នឹងហើយគេ background ឃើញទេគេនិយាយនៅអាមេរិកនៅអីអត់ទេកន្លែងហ្នឹងយើងអត់និយាយយើងអត់ conclusion កើតទេទៅមុខទៀតអូនទៅមុខទៀត goal នេះឃើញទេ goal នេះណែដើម្បី identify modifiable factor អូខេអញ្ចឹងកន្លែងហ្នឹងgoal របស់យើងឃើញទេ study ហ្នឹងគេចង់បានថាតើ modifiable factor out hospital cardiac arrest survival នេះនៅក្នុងប៉ង់អាស៊ីនេះនៅប៉ារ៉ូសនេះតើវាយ៉ាងម៉េចអញ្ចឹងអូនអញ្ចឹងអូនឯងរកឃើញ conclusion ហ្នឹងគឺរហហ្នឹងអញ្ចឹងនៅមុខទៀតអូន slide ទៀត method ទៀតអូនទៀតអូខេអញ្ចឹងអូនឯងសង្ខេបចុងក្រោយអូនឯងអាចថាទៅមុខទៀតអូនទៅមុខទៀតខ្ញុំទៅប្រាប់រកកន្លែងសង្ខេបប៉ុន្តែអូនឯងប្រហែលជាយល់ហើយអូនឯងមកដល់ពេលនេះអូនឯងយល់ទេសង្ខេបប្រាប់មាត់ខ្ញុំបានទេអូនឯងនិយាយបានទេតោះចាលោកគ្រូកន្លែងសង្ខេបហ្នឹងក៏គេចង់ឲ្យយើងដឹងពី modificator factor ដែលផងជាមួយនឹងអ្នកដែលកាត់ចាក់អានេះនៅក្រៅមន្ទីរពេទ្យហ្នឹងថាវា survival ល្អឬមួយក៏អត់ល្អលោកគ្រូអត់ទេបើអូនឯងមានឱកាសដើម្បីទៅសេ conclusion ឡើងវិញអូនឯងទៅសេមិនដូចដែរលោកគ្រូនិយាយចឹងខ្ញុំនឹងលុបកន្លែងខ្ញុំនឹងលុបកន្លែង Hospital Hospital ឆាហើយខ្ញុំដាក់តាក់ទងជាមួយនឹងmodifiable factor ហ្នឹងដាក់ចោលនិយាយថាឲ្យអ្នកជំងឺដែលមានកាច់ចាក់ក្រែនៅក្រៅមន្ទីរពេទ្យហ្នឹងចង់ដឹងថាគាត់យើងសិក្សានេះចង់ដឹងថាគាត់ survival ល្អឬមួយក៏អត់ល្អហ្នឹងហើយរស់ប៉ុន្មានព្រោះនៅក្នុងកាត់ចាក់អរ៉េហ្នឹងហើយនៅរស់នៅក្នុងមន្ទីរពេទ្យអ្នកដែលគាត់នៅខាងក្រៅហ្នឹងរស់មែននៅរស់មែនដើម្បីដាក់មកក្នុង conclusion របស់ខ្ញុំទៅលោកអូខេអញ្ចឹង conclusion សរុបបូកsummarize ខ្លឹមសារខ្លី prospective ក៏ហត់លុបចោលកន្លែងផ្សេងអត់ប្រយោជន៍លុបចោលដាក់តែខ្លឹមចុងក្រោយគេសង្ខេបថា study របស់ខ្ញុំរកឃើញអញ្ចឹងប៉ុណ្ណឹងណាអូនយល់ទេចា៎លោកគ្រូបាទអញ្ចឹង study នេះគឺ out hospital survival Paros community 1.6 ទៅ 9.8 ហើយ survival min របស់វា 5.8 ហ្នឹងកន្លែងហ្នឹងកន្លែង conclusion របស់វាចុងក្រោយនោះយល់ទេអូនហើយបន្តមកអូនឯងឃើញកន្លែងសំខាន់ណាទៀតអូនឯងដាក់ចូលខ្លីៗតែកុំមក
សង្ខេប thesis ទាំងអស់គេចង់និយាយថា conclusion រកណៃរកឃើញអីចុងក្រោយនេះសង្ខេបចុងក្រោយនេះអញ្ចឹងណាអូន ចាលោកគ្រូអរគុណច្រើនលោកគ្រូ បាទ ទៅ advice មើលជាប់អូនចង់និយាយថា recommendation តើយើងមានអីជាអនុសាសន៍ក្រោយសិក្សាពី journal article ហ្នឹងណាមានអីដែលក្រៅពី short education ហើយនឹង defibrillator machine in public place ហ្នឹងអូន public place មាន public ទៅស្អីខុសចាំកែអាក្រាវិរុទ្ធផង ចាអាចពួកគាត់នឹងចុះទៅសមាគមចឹងទៅបរៀនហើយទៅបរៀនពួកគាត់ឲ្យគាត់យល់ដឹងពីការធ្វើ CPR អីលោកគ្រូ ទី1មិនអត់យល់ឲ្យប្រជាជន មានសមាគមទៅចុះបរៀន ឲ្យសមាគមសង្គ្រោះបន្ទាន់អីចឹងណា ចា ចុះទៅបរៀនប្រជាជនឲ្យចេះធ្វើ CPR ណា ចា អូខេអីទៀតអូនឲ្យសមាគមមានអីទៀតអនុសាសន៍អូនឯង ទី2អាចមានវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ឬក៏តាម social media អីលោកគ្រូ វីដេអូផ្សព្វផ្សាយតាម social media ឬក៏ទូទស្សន៍ទី3អីទៀត ទី3អាចដាក់ជាភាសាឲ្យអាចផ្ដល់បរៀនដល់សិស្សលោកគ្រូ បរៀន មាន សិស្ស នៅក្នុងសាលា ឲ្យចេះឲ្យគេធ្វើអី ឲ្យចេះធ្វើ CPR អូខេអីល្អតាចុះអូនឯងមិនទៅសេដាក់ក្នុងហ្នឹងពងឆ្ងល់ឬក៏ចាំឲ្យគ្រូសួរអីទៀតអូនទី4អីទៀត អាចគាត់អាសាចុះ mission នៅតាមខេត្តនៅតាមជនបទអីលោកគ្រូ អូខេអីទៀតគ្រូបរៀនប៉ូលីសទាហានសន្តិសុខលក្ខនឹងលក្ខគួរតែទៅរៀនឬក៏គួរតែខាងក្រសួងឬក៏ខាងណាដែលគាត់មានសមត្ថភាពដើម្បីទៅ train ពួកគាត់ណាហើយគ្រូបរៀនសន្តិសុខទាហានប៉ូលីសពួកគាត់គួរតែត្រូវបានលើកទឹកចិត្តឲ្យរៀនតាក់ទងជាមួយនឹង basic life support ដូចជាការឆ្លក់គាំងផ្លូវដង្ហើមឆក់ខ្សែភ្លើងនិងគាំងបេះដូងលក្ខនឹងលក្ខដើម្បីឲ្យពួកគាត់មិនដឹងពីរបៀបជួយសង្គ្រោះបឋមសង្គ្រោះបន្ទាន់ធ្វើ CPR ធ្វើអីឃើញទេសិតចំណុចល្អដែលអូនត្រូវនិយាយមែនទេខ្ញុំនិយាយត្រូវទេ ចាលោកគ្រូ ហ្នឹងហើយគ្រូបរៀនមិនថាកូនសិស្សទេណាគ្រូបរៀនក៏ត្រូវចេះដែរគ្រូបឋមគ្រូវិទ្យាល័យ non medical បើ medical អាហ្នឹងយើងលើកទឹកចិត្តត្រូវរៀនហើយឲ្យចេះ non medical នៅសាលាមិនមែនពេទ្យគួរលើកទឹកចិត្តគ្រូសន្តិសុខប៉ូលីសទាហានឬក៏លក្ខនឹងលក្ខឲ្យលើកទឹកចិត្តឲ្យពួកគាត់រៀនពីដូចខ្ញុំជម្រាបប្រាប់មិញអញ្ចឹងហើយនឹងពីរបៀបប្រើ AED មិញហ្នឹងខ្ញុំនិយាយតែ basic life support ទេ AED ម្ដង AED គួរតែមាននៅគ្រប់សាលាគ្រប់មន្ទីរពេទ្យបាទគ្រប់ public place ដូចជានៅផ្សារទំនើបពលានយន្តហោះហ្នឹងហើយឬក៏នៅតំបន់ណាដែលមានប្រជាជនច្រើនគេប្រទេសដែលអភិវឌ្ឍមួយចំនួនដូចទៅតៃវ៉ាន់ដែលខ្ញុំធ្លាប់ទៅនៅស្ថាគារមួយលំដាប់ផ្កាយ4ផ្កាយ5គេមាន AED ហ្នឹងដាក់នៅខាងក្រោមមួយច្រកពីមុខមួយច្រកខាងក្រោយមួយឃើញទេគេមាន 2 3 អញ្ចឹងកាលណាអ្នកជំងឺកាំងបេះដូងភ្លាមរាល់ថ្ងៃអូនឯងសិក្សាពីវាឃើញរស់ប្រហែល 10% 5% នៅអាស៊ីអញ្ចឹងទៅវាទាបអញ្ចឹងទាមទារឲ្យយើងចេះធ្វើ CPR ផង AED ទៅឆក់បេះដូងផងទៅអត្រារស់វាកើនឡើងហើយអញ្ចឹងឯងបាន study របស់បងអូន
ថ្នាក់មុនគាត់ present នៅកាណាដាគេមាន drone ដឹក AED ទៅក្នុងក្រុងនិងតំបន់ដាច់ស្រយាលទៀតឃើញទេក្រុមថ្នាក់អូនឯងឬក្រុមគេខ្ញុំមិនដឹងទេណាប៉ុន្តែកូនសិស្សខ្ញុំមួយក្រុមទៀតគាត់ present នៅកាណាដាមានគេ delivery AED តាម drone ទៀតឃើញទេអញ្ចឹងសរុបមកវិញ recommendation របស់អូនគឺខ្លីហើយនិយាយអត់អស់ទេតែខ្ញុំមិនទៅជាបញ្ហាអីធំដុំទេជួនកាលអូនអាចអានហើយតែវាមិនយល់មិនដល់អញ្ចឹងឯងបានត្រូវការគ្រូបរិញ្ញាគ្រូបកគោល mentor ដើម្បីបញ្យល់ប្រាប់បន្ថែមហ្នឹងហើយអញ្ចឹងអរគុណច្រើនអូនណាអរគុណ ចាលោកគ្រូអរគុណច្រើនលោកគ្រូ